ដល់ការគោរពដល់មនុស្សជុំវិញខ្លួនអរិយាប័ត្រនិងសកម្មភាពដែលមានលក្ខណៈទន់ភ្លន់អោនលំទោនដែលអ្នកបានបង្ហាញទៅកាន់អ្នកដទៃមិនមែនមានន័យថាអ្នកទន់ខ្សោយឬខ្លាចគេទេប៉ុន្តែវាជាការបង្ហាញចេញនូវកាយវិការដែលបញ្ជាក់ថាអ្នកកំពុងផ្ដល់ការគោរពទៅកាន់អ្នកដទៃដែលនេះគឺជាតម្លៃរបស់អ្នកវិញទេការផ្ដល់សេចក្តីគោរពដល់អ្នកដទៃគឺជាអំពើដែលបញ្ជាក់ថាអ្នកជាមនុស្សមានពូជពង្សវង្សត្រកូលល្អមានមេមានបាប្រដៅណែនាំពាក្យចាស់ពោលថាសម្ដីសជាតិមាយាទសត្រកូលបើអ្នកជាមនុស្សដែលមានអត្តចរិតមាយាទល្អស្គាល់ចាស់ស្គាល់ទុំអ្នកក៏បានលើកមុខលើកមាត់លើកកិត្តិយសគ្រួសារវង្សត្រកូលរបស់អ្នកដែរប៉ុន្តែបើអ្នកជាមនុស្សដែលមានចរិតក្រអឺតក្រទមគឺមិនស្គាល់ចាស់មិនស្គាល់ទុំនោះអ្នកមិនត្រឹមតែត្រូវគេស្អប់ខ្ពើមតែអ្នកម្នាក់ឯងនោះទេថែមទាំងបានទាញយកទាំងគ្រួសាររបស់អ្នកដែលមិនដឹងអីទៅឲ្យគេស្អប់គេដៀលទន្ទឹមនឹងអ្នកដែរតើលំបាកណាស់ឬបើគ្រាន់តែផ្ដល់ការគោរពចំពោះអ្នកដទៃត្រឡប់ទៅវិញឬអ្នកខ្លាចគេថាជាមនុស្សអន់ការបង្ហាញសេចក្តីគោរពចំពោះអ្នកដទៃមិនមែនមានន័យថាអ្នកអន់ឬខ្លាចគេអ្វីទេប៉ុន្តែវាជាការបង្ហាញនូវភាពខ្លាំងរបស់អ្នកទៅកាន់អ្នកដទៃហើយជួយអ្នកឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនឹងមនុស្សជុំវិញខ្លួនមានតែចរិតក្អេងក្អាងមិនចេះគោរពអ្នកដទៃតែប៉ុណ្ណោះទើបបង្ហាញឲ្យឃើញថាអ្នកជាមនុស្សអន់ហើយអន់រឿងគ្រប់យ៉ាងថែមទាំងមានទំនាក់ទំនងមិនសូវល្អជាមួយនឹងអ្នកជិតខាងផងដែរធ្វើឲ្យអ្នកខ្លាចទៅជាមនុស្សដែលគេមិនយកចិត្តទុកដាក់ធ្វើអ្វីក៏ធ្វើទៅមានរឿងអ្វីក៏មានទៅហើយក៏គ្មានអ្នកណាម្នាក់មានក្រវល់ក្រវាយជួយយកអាសាមនុស្សប្រភេទនេះឡើយលោក Scott Hamilton ជាអត្តពលិកមេដាយមាសជនជាតិអាមេរិកបាននិយាយថាមានពិការភាពតែមួយប៉ុណ្ណោះក្នុងជីវិតនោះគឺអត្តចរិតមិនល្អមនុស្សរស់នៅក្នុងសង្គមប្រើប្រាស់អត្តចរិតជាគោលសម្រាប់ធ្វើទំនាក់ទំនងរវាងគ្នានឹងគ្នាពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតឬពីសង្គមមួយទៅកាន់សង្គមមួយផ្សេងទៀតក្នុងសង្គមមួយនៅពេលដែលមនុស្សមិនមានទំនាក់ទំនងល្អជាមួយគ្នាអ្នកសាកស្រមៃទៅមើលថាតើនៅមានរឿងអ្វីខ្លះកើតឡើងប្រកាសជាមានតែបញ្ហាមិនចេះចប់មិនចេះហើយអ្នកនេះឆ្លោះនឹងអ្នកនោះមានតែការប្រកែកគ្នាមិនចុះសម្រុងគ្នាគ្មានសាមគ្គីភាពធ្វើឲ្យសង្គមមួយនោះមានលក្ខណៈផុយស្រួយងាយនឹងរងការបែកបាក់ជាទីបំផុតមានតែកាយវិការពាក្យសម្ដីប្រកបដោយការគោរពឲ្យតម្លៃគ្នាទៅវិញទៅមកប៉ុណ្ណោះទើបអាចជួយសង្គមដែលអ្នករស់នៅមានភាពល្អប្រសើរបានអត្ថន័យនៃការគោរពគឺជាការផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកមានអធ្យាស្រ័យល្អរវាងគ្នានឹងគ្នាបើអ្នកគោរពគេនោះមានន័យថាអ្នកកំពុងតែផ្ដល់តម្លៃក្នុងកម្រិតមួយខ្ពស់ដល់ខ្លួនឯងហើយបុគ្គលមួយចំនួនយល់ថាការគោរពការបង្ហាញកាយវិការបែបទន់ភ្លន់ជាការបន្ទាបខ្លួនឲ្យគេមើលងាយឲ្យគេជិះជាន់ប៉ុន្តែពួកគេមិនបានដឹងអំពីតម្លៃនិងផលប្រយោជន៍ពិតប្រាកដនៃការគោរពឡើយពួកគេបានគិតខុសយ៉ាងធ្ងន់ចំពោះអំពើដ៏ល្អមួយនេះតើអ្នកធ្លាប់ត្រូវបានគេនិយាយពាក្យមើលងាយដាក់អ្នកដែរឬទេតើអ្នកធ្លាប់ត្រូវបានគេនិយាយដាក់អ្នកដោយពាក្យសម្ដីឆ្លើយមិនសមរម្យមិនគួរឲ្យចង់ស្ដាប់ឬស្ដាប់ហើយគួរឲ្យខឹងដែរឬទេប្រសិនបើធ្លាប់មានហេតុការណ៍នេះកើតឡើងចំពោះអ្នកមែនតើអ្នកមានអារម្មណ៍បែបណាសូមប្រាប់អំពីអារម្មណ៍នោះទៅខ្លួនអ្នកផ្ទាល់រួចសាកគិតដល់អារម្មណ៍របស់អ្នកដទៃនៅពេលដែលអ្នកបង្ហាញកាយវិការមិនសមរម្យទៅកាន់ពួកគេបែបនេះសូមចងចាំថាអ្នកជាមនុស្សឯគេក៏ជាមនុស្សដែរអ្នកមានអារម្មណ៍មានខួរក្បាលគិតចេះអន់ចិត្តចេះឈឺចាប់គេមិនខកអ្វីពីអ្នកដែរមុននឹងធ្វើអ្វីឬមុននឹងនិយាយអ្វីមួយត្រូវរៀនគិតដល់លទ្ធផលខ្លះផងកុំគិតតែសប្បាយមួយពេលដោយភ្លេចគិតថាមានរឿងអ្វីខ្លះកើតឡើងក្រោយពេលដែលអ្នកធ្វើវាការគោរពគឺជាគុណតម្លៃដ៏មហិមាដែលជំរុញឲ្យអ្នកមានឥទ្ធិពលខ្លាំងនៅក្នុងការតាក់ទាញការចាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួនមនុស្សរស់នៅត្រូវការការគោរពមនុស្សត្រូវការការឲ្យតម្លៃមនុស្សខ្លះទោះបីអ្នកមិនឲ្យតម្លៃក៏គេមានតម្លៃស្រាប់សម្រាប់ខ្លួនគេហើយអ្នកដែលរងនៅភាពគ្មានតម្លៃនោះគឺខ្លួនអ្នកដកស្រង់ចេញពីសៀវភៅដកក្អែលជីវិតរបស់ Christian Hart Book